គ្មានរឿងលើលោកណាដែលធ្វើត្រូវចិត្តយើងទាំងអស់ទេបរោះដតីឯណាក៏មិនលើសពីប្តីយើងដែរស្ត្រីដតីឯណាក៏មិនលើសពីប្រពន្ធយើងដែរយើងតាំងចិត្តអញ្ចឹងគេល្អបែបគេយើងល្អបែបយើងគ្រួសារគេរស់នៅរបៀបគ្រួសារគេយើងរស់នៅតាមរបៀបគ្រួសារយើងកុំឲ្យមានចិត្តយកគ្រួសារគេមកប្រៀបជាមួយគ្រួសារយើងអាហ្នឹងអត់សុខទេនៅជាមួយគ្នាមិនក៏អត់សុខដែរតាំងពីការដេកដោយឈរអង្គុយកុំយកគ្រួសារគេមកប្រៀបជាមួយគ្រួសារយើងជិះឡានគ្រាន់តែចូលឡានមើលប្តីគេបើកទ្វារឡានឲ្យប្រពន្ធគេប្តីអញកុំឲ្យតែដែលកាន់ទ្វារឡានបើកតែអញកុំមានចិត្តប្តីដូចគ្នានឹងមើលប្រពន្ធគេឲ្យតែពេលប្តីគេមកពីធ្វើការវិញគេដោះអាវឲ្យប្តីគេមកនិយាយនឹងពីរោះផ្អែមល្ហែមប្រពន្ធអញសម្ដីគម្រោះគម្រើយព្រឹកល្ងាចកាលណាឲ្យតែមានអាចិត្តមួយយកអ្នកដតីមកប្រៀបនឹងគ្រួសារខ្លួនឯងគឺនៅជាមួយគ្នាអត់សុខទេនឹងអត់សុខទេចឹងយើងគេដូចមកគាត់និយាយចឹងគេល្អបែបគេយើងល្អបែបយើងគេរស់នៅរបៀបគ្រួសារគេយើងរស់នៅរបៀបគ្រួសារយើងសំខាន់ឲ្យតែអធិស្ឋានយើងដើរទៅព្រមគ្នាត្រូវគ្នានឹងយើងកុំខ្វល់រឿងដតីក្រៅខ្លួនចឹងបានចាស់ច្រើនប្រើពាក្យមួយទៀតថាកុំនាំភ្លើងក្រៅចូលភ្លើងក្នុងហើយកុំនាំអាទ្របមានតម្លៃពីក្នុងចេញទៅក្រៅពាក្យថាកុំនាំទ្របដែលមានតម្លៃពីក្នុងចេញទៅក្រៅមានន័យថាកុំនាំអាសុភមង្គលដែលយើងកំពុងតែមានហ្នឹងយកទៅចោលនៅក្រៅហើយទៅនាំតែរឿងក្តៅកាហាយពីក្រៅមកដែលគេចាក់រុកគ្រួសារយើងគេថាប្តីយើងចេះចុះគេថាប្រពន្ធយើងចេះចុះហើយមកឆ្លោះគ្នាតែប្តីប្រពន្ធគ្នាឯងហ្នឹងអាហ្នឹងហើយជាពាក្យមួយយើងគប្បីចងទុកក្នុងដំណើរជីវិតប្រព្រឹត្តទៅក្នុងភាពជាប្តីជាប្រពន្ធហ្នឹងគឺត្រូវគប្បីចងចាំកន្លែងហ្នឹងហើយបងប្រុសបងស្រីគប្បីចាំមួយទៀតដូចមេរៀនដែលអាត្មាធ្លាប់បញ្ជាក់ថាចង់មានសុភមង្គលតើយើងរៀនរស់នៅធ្វើម៉េចឲ្យចិត្តយើងវាស្របគ្នាឲ្យដើរទៅវាត្រូវគ្នាអានឹងបាននៅជាមួយគ្នាសុខប៉ុន្តែមនុស្សយើងច្រើនតែមិនសូវធ្វើចិត្តឲ្យ